ជាដំបងនេះសូមអញ្ជើញអស់លោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនចាជួបនៅបេក្ខនារីផនបូរ៉ាពាក់ស្លាកលេខ048នឹងភ្នំសនទុកចងរកវាលស្រើវាលស្រែស្ទឹងសែនមកកាត់រលរនៅខាងដីជុំកាសែសំរត់ខ្វះស្ទឹងសែនស្រុកខ្មែរខ្ញុំមិនលហើយចង់ធ្វើយ៉ាងណាមេឃអើយកុំខ្ញុំឆាំគឺស្រឡំឲ្យខ្ញុំសងទាំងនៅរត់ស្ទឹងសែនស្ទឹងសែនប៉ារីសបាយមែនពិតតែពុំដូចចិត្តដែលខ្ញុំប្រាថ្នាខ្ញុំចង់រំរងឲ្យស្គាល់រៀងក្រមកស្ទឹងស្នេហាស្ទឹងសែនក្បែរចាសូមអរគុណច្រើនដល់បេក្ខនារីចាវ៉ាវខ្ញុំគិតថាវាមិនបង្ហាញអំពីបច្ចេកទេសសម្លេងដ៏ខ្ពស់ឬក៏អស្ចារ្យប៉ុន្តែវាបង្ហាញនៅអារម្មណ៍ដ៏ពិតបេះដូងដ៏ស្រស់ថ្លាសម្លេងដ៏ពិរោះរបស់បូរ៉ាមែនទែនបាទអរគុណមែនទែនបាទអរគុណបានធ្វើបានដល់ល្អអរគុណសូមសរសើរសម្លេងបងអូនធ្ងន់ល្អព្រោះតែក៏ប៉ុន្តែដង្ហើមខ្លីផុតសូវអឺនអត់សូវព្រោះតែបងឲ្យកម្លាំងចិត្តបងអូនអរគុណចាអរគុណបងអូយបងអូនស្រីគាត់ណាថាអញ្ចេះអូនឯងដូចជាបញ្ញាប់នេះពេកបញ្ញាប់បញ្ចប់សម្លេងពេកដូចភូមិកងអាហ្នឹងឲ្យវែងយ៉ាងហ្នឹងទៅណោះកាលណាអូនបញ្ញាប់ចប់ផុតអញ្ចឹងវាអត់ព្រោះព្រោះកន្លែងហ្នឹងភ្លេងគេចាំយើងទេតើតែយើងទម្លាក់ឲ្យគេបានគេបន្តទៅតាមក្រោយអរគុណតែសម្លេងល្អជាងមុនចាអរគុណបងបងដឹងថាច្រៀងគេច្រៀងនៅអ្វីដែរបងច្រៀងដូចខ្ញុំប្រាប់យូរណាពីមុនមកអញ្ចឹងណាច្រៀងនឹងស្រៈមិនមែនច្រៀងនឹងព្យញ្ជនៈទេបងច្រៀងស្ទឹងសែនប៉ារីងបងនឹងច្រៀងនឹងព្យញ្ជនៈណាស្ទឹងសែនប៉ារីអានេះជាតិចនិចច្រៀងមួយណាអូនយកទៅរៀនអាហ្នឹងសម្លេងបងអូននឹងកើនឡើងអរគុណបាទសូមអរគុណច្រើនចានៅគណៈកម្មការដែលបានផ្ដល់ជាយោបល់ល្អៗជូនដល់បងអូនស្រីណាសម្រួលអារម្មណ៍បានល្អស្ដាប់ការប្រកាសលទ្ធផលចាសូមអរគុណច្រើនសូមសម្រាប់សិនចាស់